ដល់ខែនេះមិនខ្វះម្ហូបហូបទេត្រីបន្លែសាច់សាប៊ូហូហៀថ្ងៃនេះធ្វើសឡំម្ជូរយួនបងប្រហុកឲ្យរៀងប្លែកមាត់បន្តិចជួនអ្នកតែភាសាឲ្យថែមតែមានបុកកសាំងនិងកូនត្រីអាំងអូយជាតិណាស់បងប្អូនចាស់មិនបាច់តែមានម្ហូបអស់ចាពីណាមកទេតែត្រីស្រែសឡបែបហ្នឹងក៏ភាសាអស់បាយទាំងឆ្នាំនឹងឯងទៅផ្សារព្រឹកមិញបានត្រីនេះមកថាយកមកស្លជាតិណាស់សឡំម្ជូរយួនបងប្រហុកនេះឲ្យខ្ញុំបានមកពីបងប្អូនទាំងអស់គ្នាខមមិនប្រាប់ទេថាសឡំម្ជូរយួនគេបងប្រហុកបងអីចឹងណាទៅពេលសាក់ធ្វើតាមទៅមានអីញ៉ាំរសជាតិនឹងបដ ហើយតែបើថានៅខាងខ្ញុំហ្មងមិនដែរសោះបងប្អូនអើយបងប្រហុកហ្នឹងថ្ងៃហ្នឹងធ្វើរៀងកាត់ខុសពីរាល់ដងតិចពុកបន្លែរបស់យើងចង់ញ៉ាំរៀងច្រើនមុខស្លំជួយយន្តធ្វើថ្ងៃហ្នឹងមិនដឹងថាដូចខាំបងប្អូនអរគ្នាអត់ទេចាំជួយខមមិនចែកម្លែកផងសម្រាប់គ្រឿងវិញយើងមានស្លឹកគ្រៃល្ក្រូចម្ទេសនិងប្រហុកបន្តិចខ្ទឹមសដំហើយបន្ទាប់មកយើងដាក់ប្រេងម្លីងប្រហុកម្លីងគ្រឿងនឹងឲ្យរៀងឡើងឈ្ងុយហើយបានដាក់បន្លែមកម្លីងជាមួយគ្នារបៀបធ្វើនេះហើយខ្ញុំធ្វើតាមបងស្រីម្នាក់ដែលគាត់ប្រាប់ខ្ញុំដាក់ត្រីបងគ្រឿងចូលប្រហែលជា 50% ម្លីងឲ្យវាចូលគ្រឿងល្អចេះមកចាំចាក់ទឹកជាចូលធ្វើអញ្ចឹងទៅមានអីសាច់ត្រីជាមួយបន្លែរបស់យើងតុនហើយវាចូលជាតិល្អខ្លាំងមែនតើធ្វើឲ្យរសជាតិវាឆ្ងាញ់ដាក់ដាំសឡចាលហើយនេះមកមើលប៉ប៉ៅដល់មកភ្ញាក់ល្មមរួចទឹកអីឲ្យស្អាតបានរៀបចំស្លៀកខោស្លៀកខោឲ្យអូនប្រើខោតំណុំយូនីកូនេះច្រើនឆ្នាំហើយស្លៀកយូរក៏រលលាក់ស្បែកដែរហើយផ្ទៃខោស្រូបទឹកបានលឿននិងឆាប់ស្ងួតមានស្រទាប់ការពាររហូតដល់2ជាន់ការពារការជិបទឹកចេញមកក្រៅនិងមានក្លិនរំខានចង្កេះខោធ្វើមកពីសាច់កបាសយ៉ាងតុនមិនហប់ទេពេលណាផ្លេចដូរចុះក៏មានលាក់រលដែរសាច់ខោយឺតល្អស្ដាងតុនម៉ាក់សម័យថ្មីរើសយកខោយូនីកូអត់ខុសទេពួកយើងទិញទៅមានរបស់ថែមអត់ឈប់អត់ឈរហ្មងពេលណាគេប្រម៉ូសិនចាំយើងដាច់លុយទិញខោទៅ2ដុំក៏មានកាបូបថែមដែរខោតំណុំយូនីកូនេះស្រួលប្រើហើយប្រើអត់សូវចោលដាសាមយូនីកូមានរហូតដល់3ក្លិនសម្រាប់ម៉ាក់ជ្រើសរើសសនេះប្រភេទអត់ក្លិនមានកម្រិតជាតិទឹកបរិសុទ្ធរហូតដល់ 99.9% មានក្លិនក្រអូបស្រាលកាត់បន្ថយក្លិនមិនល្អអូនញ៉ាំអីប្រឡាក់អញ្ចឹងជូតសម្អាតស្បែកបានស្អាតលឿនហើយបានយ៉ាងឆាប់រហ័សជូតច្រើនដងក៏មានធ្វើឲ្យរលាក់រួយការ៉ូស្បែកដែរព្រោះក្នុងកដាសាមយូនីកូមានវីតាមីន E ការពារការរលាកស្បែកនិងការពារមេរោគយើងអាចប្រើប្រាស់បានជាមួយនឹងមនុស្សគ្រប់វ័យហើយគ្រប់ទីកន្លែងស្លៀកពាក់អូនឲ្យអស់ហើយរៀបចំមកធ្វើម្ហូបតទៀតអីណាបងឡើងហ្នឹងទេតបធ្វើម្ហូបតាមព្រឹកឥឡូវដល់ម៉ោងបាយម៉ោងដាក់អាំងត្រីឆ្អើចោលទៅត្រឹមតែរៀបចំបន្លែប្លុកបុកកសាំងហើយហ្នឹងត្រីក៏ឆ្អិនល្មមដែរដូចចាស់និយាយចឹងថាមានដីតនេកុំទុកចោលដាំនេះដាំនោះទៅគាត់បានមកស្លោដែរត្រីឆ្អិនបន្លែផុយគេពុះចោលអស់ឲ្យទឹកស្លោរបស់យើងថ្លាឆ្វាំងស្លោម្ជូរយួនបងប្រហុកនិយាយពីថាឈ្ងុយគេដាក់ពេញប៉ោះជាមួយនឹងប៉លទុំចូលបើបានម្ជូរសេដានទៀតទៅឆ្ងាញ់ហើយខ្ញុំចូលចិត្តជាងគេបងប្អូនទៅពេលដែលស្លោម្ជូរយួនដាក់ពងមាន់ប៉ុន្តែពងមាន់នេះស្ងោរយកជាប់ភ្នៅញ៉ាំទៅនិយាយពីថាជាតិណាស់មើលពងមាន់របស់យើងរៀងឆ្អិនបន្តិចយើងបងពោតបារាំងស្លាយបដោះជាមួយនឹងជីមានម្អមមានអីចូលមកហើយប៉ាខ្ញុំក៏ថាអញ្ចេះសឡម្ជូរយួនណាយើងបានតែអំពងខ្ទឹមថ្មីចេះទេបណ្ដាក់ទៅវាត្រូវក្លិនឈ្ងុយល្អខ្លាំងនិយាយមែនណាបងប្អូនខុសគ្នាមែនត្រង់កន្លែងខ្ទឹមពងនេះបើសិនយើងយកខ្ទឹមពងទុកក៏មិនសូវឈ្ងុយដូចយើងបានអំពងខ្ទឹមថ្មីចេះដែរមើលទៅម្ហូបរបស់យើងមួយចាននេះបន្លែស្រស់ត្រីស្រស់ជាតិហ្មងបន្តមកទៀតនេះរៀបចំបុកកសាំងហើយមានអីច្រើនទេបងប្អូនត្រីអាំងបុកកសាំងយើងសាមញ្ញដាក់តែប្រហុកឆៅមកអូជាតិណាស់ប៉ុន្តែមួយមុខនេះសំខាន់យករសជាតិហឹរដាក់ហឹរឲ្យណាណីមកបុកវាចូលគ្នាចេះហើយថែមតើជីសកោចជាការស្រេចស្រួលងាយបាយởពេលនេះរ៉េតឲ្យម៉ានដែរបងប្អូនចាំជួយប្រាប់ផងអរគុណច្រើនបាយបាយឲ្យមេដៃមើល